ក្មេងស្រីកំពុងដេកលក់ស្រួលរំពេចនោះគាត់មានអារម្មណ៍ថាមានអ្វីមួយកំពុងលើកដៃរបស់គាត់នៅក្នុងស្ថានភាពងុយគេងរបស់គាត់គិតថាវាជាឆ្កែរបស់គាត់ភ្ញាក់ព្រឺពេលគាត់មានអារម្មណ៍ចម្លែកមួយនៅលើដៃរបស់គាត់ហើយមើលទៅពស់ខ្មៅដ៏ធំសម្បើមនៅពីមុខគាត់វារំហែកគាត់ពីលើកដំបូងដែលគាត់បានឃើញពស់ខ្មៅនៅព្រឹកនោះគ្រប់គ្នាភ័យខ្លាចជាខ្លាំងដែលសក់របស់ពួកគេឈរនៅខាងចុងមានតែស្រីម្នាក់ទេដែលបោះជំហានទៅមុខយើងជាសិស្សបានមកគោរពដូនតារបស់យើងសូមដឹកនាំផ្លូវជាន់ខ្ពស់ដោយមិននឹកស្មានដល់ពួកយ៉ាបានយកពាក្យរបស់គាត់ហើយពិតជាបាននាំពួកគេលើកគេនឹងលីរ៉ូធីងៀនមកប៉ុន្តែទៅក្នុងទីដើរផ្ទុយគ្នាដូចជាសត្វវត្តទី21បុគ្គលដែលធ្វើចំណាក់ស្រុកគ្មានការចាប់អារម្មណ៍នឹងការថែរក្សាដូនតាណាមួយដើម្បីទទួលបានការដាំដុះជាងនេះទៅទៀតកន្លែងនេះពិតជាគួរឲ្យខ្លាចណាស់ប៉ុន្តែគាត់មិនបានដឹងថាមានរនងនៅគ្រប់ពីកន្លែងនោះទេបន្ទាប់ពីវាជញ្ជាំងខាងត្បូងថ្លា999ដងបន្ទាប់មកគាត់ត្រូវបោះបង់ការរត់គេខ្លួនហើយត្រឡប់ទៅក្រុមវិញពេលមកដល់សាលធំរបស់ដូនតាពួកគេបានប្រទះឃើញដីប្រឡាក់ដោយឈាមមនុស្សគ្រប់គ្នាភ័យខ្លាចពួកគេបានលុតជង្គង់ចុះភ្លាមបន្ទាប់ពីបុកបរោះបានបង្ហាញខ្លួនម្នាក់បន្ទាបក្បាលមិនហ៊ានបញ្ចេញសំឡេងប៉ុន្តែលីរ៉ូធីងដែលចង់ដឹងខ្លាំងយ៉ានលួចមើលនឹងទំហំដោយមិននឹកស្មានដល់គាត់បានរកឃើញថាបុកបរោះអាយុ500ឆ្នាំពិតជាបរោះវ័យក្មេងនិងសង្ហាម្នាក់រស់នៅក្នុងស្រុករបស់គាត់យាយចាស់នៅស្រុកពិតជាអភិរក្សបានយ៉ាងល្អដូនតាចាស់បានសម្លាប់មនុស្សមួយរំពេចដែលធ្វើឲ្យលីរ៉ូធីងយ៉ានមានអារម្មណ៍ត្រជាក់ចុះមកឆ្អឹងខ្នងហើយកាន់តែមានអារម្មណ៍ថាដូនតាជាអ្នកបណ្ដោះអារក្សវិនាទីបន្ទាប់បុកបរោះបានសម្លាប់មនុស្សម្នាក់ទៀតដែលធ្វើឲ្យលីរ៉ូធីងយានបាក់បែកទាំងស្រុងសភាពគាត់របស់ខ្ញុំគឺដើម្បីគេចចេញពីរន្ធរកនេះទោះជាយ៉ាងណាក៏ដោយសកម្មភាពនេះបានទាក់ទាញចំណាប់អារម្មណ៍របស់បុកបរោះដោយផ្ទាល់មាននរណាម្នាក់កាន់តែក្លាហានតើខ្ញុំក្លាហានម្លេះខ្ញុំមិនបានធ្វើអ្វីទាំងអស់បន្ទាប់មកបុកបរោះចាស់បានសុំឲ្យគាត់បញ្យល់មួយទំព័រហើយលីរ៉ូធីងខូចចិត្តខ្ញុំមានអារម្មណ៍ថាខ្ញុំបានធ្វើឲ្យអ្នកធ្វើដំណើរដ៏ថោកទាបខ្ញុំហៀបនឹងស្លាប់មុននឹងរួចជីវិតមួយវគ្គខណៈលោកអីអយក៏ហៀបនឹងធ្វើចូលនីភ្លាមភ្លើងក្នុងខ្លួនក៏ឆាប់ឆេះយ៉ាងសន្ធោសន្ធៅហើយដើម្បីបង្ក្រាបភ្លាមនោះគាត់បានបណ្ដេញមនុស្សគ្រប់គ្នាចេញពីសាលធំលីរ៉ូធីងយានមានសំណាងដោយបានរួចផុតពីសេចក្តីស្លាប់យ៉ាងចង្អៀតហើយបានឃើញនៅកំហឹងដ៏ក្រៀមក្រំរបស់បុកបរោះនោះគាត់មិនចង់ស្នាក់នៅទីនោះយូរជាងនេះទេប៉ុន្តែគាត់មិនអាចចេញទៅក្រៅបានទេដោយគ្មានជម្រើសផ្សេងគាត់ត្រូវរកកន្លែងដែលមានពន្លឺថ្ងៃដើម្បីស្នាក់នៅពេលនេះគាត់អាចរស់បានក្នុងមួយថ្ងៃប៉ុន្តែគាត់មិនចង់ដេកលក់នៅកណ្ដាលយប់នៅពេលដែរពស់ខ្មៅស្រាប់តែលេចមុខនៅក្នុងបន្ទប់របស់គាត់នៅតែញឿងឆ្ងល់លីរ៉ូធីងយានយល់ច្រឡំថាជាឆ្កែរបស់នាងគាត់ភ្ញាក់ព្រឺនៅពេលដែលគាត់មានអារម្មណ៍មិនធម្មតានៅលើដៃរបស់គាត់ពេលឃើញពស់ពណ៌ខ្មៅគាត់ភ័យស្លន់ស្លោហូតញ័រមាត់មិនអាចគ្រប់គ្រងបានពស់បងប្រុសដៃនិងជើងដ៏ស្គមស្គាំងរបស់ខ្ញុំអ្នកនឹងទំនងជាទទួលបានអាហារចុះក្មេងរបស់អ្នកប្រសិនបើអ្នកញ៉ាំខ្ញុំតើអ្នកចង់ផឹកនេះទេវាប្រែថាបុកបរោះបានមកមុនថ្ងៃនេះប៉ុន្តែលីរ៉ូធីងយានដេកលក់យ៉ាងស្កប់ស្កល់នឹកស្មានមិនដល់ថាទើបតែរួចផុតពីសេចក្តីស្លាប់ខណៈពស់ខ្មៅភាពតាក់ទាញនៃសារធាតុរ៉ារបស់សម្អាតគឺគួរឲ្យតាក់ទាញប៉ុន្តែវត្តមានរបស់បុកបរោះចាស់នៅក្នុងតំបន់ពស់ខ្មៅបានរារាំងនាងពីការផឹកវាដូច្នេះនៅពេលយប់ពួកគេនឹងមកសុំដោយសម្ងាត់ខ្ញុំយល់ហើយពស់ខ្មៅគ្រាន់តែចង់ផឹក cleansing elixir លីរ៉ូធីងយានដកដង្ហើមធំរួចចាក់ទឹកមួយចានធំឲ្យពស់ខ្មៅភ្លាមចាប់ពីពេលនោះមកលីរ៉ូធីងយាននិង Black Snake បានក្លាយជាមិត្តល្អនឹងគ្នាលីរ៉ូធីងយានសប្បាយចិត្តជាខ្លាំងដែលបានរួចផុតពីសេចក្តីស្លាប់ម្ដងទៀតប៉ុន្តែសុភមង្គលរបស់នាងគឺមានរយៈពេលខ្លីនាងទើបតែបានដេកលក់នៅពេលដែរនាងស្រាប់តែមានការឈឺចាប់ពូយ៉ាងធ្ងន់ធ្ងរដោយច្រឡំថាមកកដៅរបស់នាងដោយមិនដឹងថាវាជាការបញ្ចេញជាតិពុលរបស់វិសាចនៅក្នុងខ្លួននាងនោះទេ